សូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានខ្ញុំបាទណាវិឆ័យបានស្ថិតនៅក្នុងទឹកដីនៃស្រុកអង្គរជ័យថ្ងៃនេះខ្ញុំចង់ចែករំលែកជូនពុកម៉ែបងប្អូនពាក់ព័ន្ធជាមួយនឹងការរៀបចំដីគឺជារឿងសំខាន់ការរៀបចំដីបានល្អគឺជួយឲ្យពុកម៉ែបងប្អូនចំណេញនៅជាមួយនឹងសេដ្ឋកិច្ចច្រើនទី1សំចៃប្រេងនៅក្នុងការបូមទឹកឬក៏ការបញ្ចេញបញ្ចូលទឹកបាទទី2បងប្អូនងាយស្រួលនៅក្នុងការប្រើប្រាស់ជីឬក៏ការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតក៏ដូចជាការប្រើប្រាស់ថ្នាំកម្ចាត់ស្មៅជាដើមបាទហើយមួយវិញទៀតបងប្អូនងាយស្រួលនៅក្នុងការគ្រប់គ្រងកត្តាចង្រៃអាចមានច្រើនដូចជាពពួកខ្យងលាក់និងលាក់អញ្ចឹងខ្យងយើងដឹងស្រាប់ហើយថាខ្យងគឺវាកើតឡើងនៅតំបន់ដែលសម្បូរទៅដោយទឹកបាទដូច្នេះពេលដែលយើងអាចគ្រប់គ្រងទឹកបញ្ចេញបញ្ចូលបង្ខាស់នៅក្នុងស្រែបានការគ្រប់គ្រងខ្យងក៏ជាលក្ខណៈពិសេសមួយអាចជួយឲ្យពុកម៉ែបងប្អូននឹងមានប្រសិទ្ធភាពខ្ពស់ជាងមុនបាទហើយអ្វីដែលសំខាន់ទៅទៀតគឺការវៃដីបាទការវៃដីឬក៏សម្អាតដីនឹងគឺការធ្វើយ៉ាងណាឲ្យដីនឹងបានធូរចន្លោះពី1ដង2ដងឬក៏3ដងជាក់ស្ដែងទៅតាមប្រភេទដីបាទដូចជាក់ស្ដែងនៅក្នុងជុំវិញខ្លួនខ្ញុំនេះគឺជាគោលការណ៍នៅក្នុងការអនុវត្តអាចវៃ2ដងទៅ3ដងនៅក្នុងលក្ខខណ្ឌធម្មតាដោយសារតែទី1គឺស្មៅច្រើនបងប្អូនឃើញពពួកស្មៅបែបនេះគឺវាមានពពួកគ្រាប់ទី1ទី2បាទឬវាច្រើនដើមរបស់វាក្រាស់គឺវាមិនងាយនឹងពុកផុយទៅក្នុងដីនោះទេដូច្នេះហើយការធ្វើនេះបើសិនជាយើងបង្ខំវាធ្វើឲ្យវាដណ្ដើមនៅសារធាតុចិញ្ចឹមនៅក្នុងស្រែនៅពេលដែលស្រូវរបស់យើងលូតលាស់បាទនៅពេលដែលស្រូវយើងលូតលាស់កាលណាថាវាមានការប្រកួតប្រជែងរវាងសារធាតុចិញ្ចឹមនៅក្នុងដីហើយនឹងពពួកកត្តាចង្រៃនៅក្នុងដីហើយនឹងស្រូវវាធ្វើឲ្យស្រូវរបស់យើងលូតលាស់ល្អក្រិនខូចឬលាក់នឹងលាក់នេះបងប្អូនគឺជាសកម្មភាពជាក់ស្ដែងផ្ទាល់ដែលខ្ញុំនាំមកមើលបាទហើយមួយវិញទៀតពេលដែលបងប្អូនគ្រប់គ្រងហើយនឹងធ្វើដីបានស្អាតផលិតទឹកវាបានល្អវាអាចកាត់បន្ថយក៏ដូចជាសម្រាប់មេរោគដីបានមួយផ្នែកផងដែរបាទកត្តាដីនៅទីនេះបងប្អូនខ្ញុំចង់បញ្ជាក់ទី1 pH ទាបទី2ដីវាមាន2ស្រទាប់បាទស្រទាប់ដីដែលល្អគេហៅស្រទាប់លើមួយមុខហ្នឹងគឺវាមានប្រភេទខ្មៅប៉ុន្តែខ្មៅលបាយខ្សាច់ហ្នឹងគឺតិចបន្ទាប់ទៀតស្រទាប់ក្រោមគេហៅថាជាប្រភេទដីដូចដំបូកកាឌីអញ្ចឹងបាទប៉ុន្តែវាជាប្រភេទដីស្រូបដែកបាទដីស្រូបដែកអញ្ចឹងកាលណាតែប្រព័ន្ធឫសរុក្ខជាតិវាដុះខាងលើល្អពេលដែលកូនដំណាំនៅតូចល្អប៉ុន្តែនៅពេលដែលវាចាក់ឫសជ្រៅទៅវាបានប្រតិកម្មឬក៏ស្រូបនៅក្នុងស្រទាប់ដីទី2ដែលជាប្រភេទដីស្រូបដែកវាមានជាតិគ្រួសមានផ្នែកក្រហមហ្នឹងទៅវាធ្វើឲ្យស្រូវហ្នឹងគឺការលូតលាស់របស់វាមានការថយចុះអត់សូវល្អដែលធ្វើឲ្យការប្រើប្រាស់ជីហ្នឹងអត់បានត្រូវអត់បានសមស្របធ្វើឲ្យស្រូវនឹងលូតលាស់មិនបានល្អទិន្នផលធ្លាក់ចុះចំណុចនេះហើយដែលខ្ញុំបាទតំណាងក្រុមហ៊ុនជីកសិកម្មរុនស៊ីនបានចុះមកទីតាំងនេះផ្ទាល់ដើម្បីសិក្សាក៏ដូចជាណែនាំទៅលើការគ្រប់គ្រងដីបាទការរៀបចំដីយ៉ាងណាដើម្បីធ្វើឲ្យដីនឹងវាមានភាពល្អប្រសើរនៅក្នុងការអនុវត្តទៅលើកសិកម្មទៅលើការព្រោះស្រូវនឹងការថែទាំស្រូវនឹងឲ្យបានល្អទទួលបានទិន្នផលប្រសើរឡើងដើម្បីឲ្យកាន់តែមានភាពច្បាស់ជាងនេះទៅទៀតតាមដានជាមួយខ្ញុំបាទនៅក្នុងការថែទាំក៏ដូចជាតាមដានទៅលើការលូតលាស់ស្រូវពីមួយវគ្គទៅមួយវគ្គរហូតដល់វគ្គប្រមូលផលថាតើបច្ចេកទេសរបស់ក្រុមហ៊ុនជីកសិកម្មរុនស៊ីនចូលរួមប្រឹក្សាយោបល់ជូនកសិករបាទនៅគ្រប់តំបន់ហ្នឹងមានការផ្លាស់ប្ដូរក៏ដូចជាសំចៃទៅលើសេដ្ឋកិច្ចយ៉ាងណាខ្លះនោះនឹងចែករំលែកបន្តជូនពុកម៉ែបងប្អូនបន្តទៀតបាទជាចុងក្រោយនេះខ្ញុំបាទណៃវិឆ័យសូមអរគុណសូមជម្រាបលា